ទេសភាពធម្មជាតិរបស់ស្រុកស្រែអំបិលខេត្តកោះកុងនេះគឺពិតជាតាក់ទាញចិត្តខ្ញុំបានមែនទែនហើយដែលអាចជំរុញឲ្យខ្ញុំជិះម៉ូតូជាង100គីឡូបងប្អូនដើម្បីទៅលេងហើយក្នុងខែនេះគឺខ្ញុំទៅលេង2ដងហើយដែលវីដេអូមុនខ្ញុំនាំអ្នកនរគ្នាទៅស្គាល់អាងគ្រីគឺផ្លូវពិបាកហើយឥឡូវក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅស្គាល់កន្លែងស្អាតហើយស្រួលងាយទៅជាលក្ខណៈគ្រួសារក៏បានដែរហើយតំបន់នេះគឺស្រុកស្រែអំបិលភ្នំតបជាងនេះឯងកាលពីមុនអ្នកមកលេងតំបន់នេះចង់មកលក្ខណៈគ្រួសារអីគឺខ្វះខាតកន្លែងគេងតែឥឡូវនេះខ្វះបងប្អូនយើងចង់បោះស្តង់នៅលើស្ទឹងពពកក៏បានឬក៏គេងបឹងគីឡូក្នុងភូមិក៏បានដែរក៏ព្រោះថាតំបន់ស្រែអំបិលគឺអាប់ដេតខ្លាំងមែនតើមិនមែនស្ងប់ស្ងាត់ដូចកាលពីមុនទេជាពិសេសអ្នកនរគ្នាមកលេងខែនេះគឺសម្បូរសៅម៉ៅនឹងតេរ៉េនញ៉ាំមែនតើទ្រីបលើកនេះដែរគឺខ្ញុំធ្វើដំណើរចេញពីកពតទៅបងប្អូនចេញតាមផ្លូវជុំការីទៅតកែនកោះស្លាបុកទៅផ្សារ317ទៅឡើងនៅឡៃលោកយាយម៉ៅពេជ្រនិលផ្លូវជាតិលេខ4បងប្អូនថ្ងៃដែលខ្ញុំទៅនេះគឺទៅចំមេឃទៅម្លឹមតិចបងប្អូននិយាយពីថាទេសភាពស្អាតយកតែមែនតែនហ្មងផ្លូវនេះឥឡូវនេះគឺយើងបានមកដល់ផ្លូវ8ទៅផ្លូវ48ហើយដើម្បីឆ្ពោះទៅស្ពាន47កោះកុងហើយមកដល់នេះខ្ញុំក៏ចូលផ្សារ47ទិញម្ហូបមួយចំនួនដែរសម្រាប់យប់ហ្នឹងឆ្លងស្ពាន47ហើយមានផ្លូវគ្រោះមួយបត់ទៅស្ដាំបងប្អូនជិះប្រហែលជា10គីឡូនឹងមកដល់តំបន់នេះហើយជិះតាមផ្លូវក៏ជួបអ្នកភូមិគាត់លក់សៅម៉ៅនឹងតេរ៉េនបងប្អូនក៏ចូលថតនៅចកាហ្មងហើយរបស់ធម្មជាតិបេះតបតនេះគឺឆ្ងាញ់មែនតើអញ្ចឹងបានថាមកលេងស្រុកស្រែអំបិលខែនេះបានភ្លក់ផ្លែឈើធម្មជាតិទៀតទ្រីបលើកនេះដែរគឺខ្ញុំមកគេងពីយប់ហើយយប់ទី1គឺខ្ញុំគេងនៅស្រែអំបិល camping នេះនៅកន្លែងនេះគឺចិត្តស្ទឹងពពកនឹងឯងបលឹមឡើងយើងងើបឡើងទៅមើលពពកបានអញ្ចឹងសម្រាប់អ្នកមកជាលក្ខណៈគ្រួសារអីមកដល់ភ្លាមរៀបចំឲ្យបានរួចក៏ប្រញាប់ទៅជិះកាយ៉ាបងប្អូនព្រោះថ្ងៃដែលខ្ញុំទៅមកដល់មេឃវារៀងអលឹមតិចអាហ្នឹងវាយរបស់ខ្ញុំចូលចិត្តមកហើយដូចបងប្រុសឲ្យគាត់មកជាលក្ខណៈគ្រួសារអញ្ចឹងជិះកាយ៉ាគឺលេងសប្បាយមែនតើចំពោះកន្លែងគេងគឺមានច្រើនជម្រើសមែនតើបងប្អូនយើងអាចគេងមកបន្ទប់2នាក់3នាក់ក៏បានម៉ាស៊ីនត្រជាក់ក៏បានឬយើងមកគ្រួសារធំហើយយើងអាចគេងអាផ្ទះធំនេះរៀបចំឲ្យមើលទៅបែបស្រុកអ្នកភូមិបងប្អូនប៉ុន្តែមានផាសុខភាពគ្រប់បន្ទប់គឺសិតតែមានម៉ាស៊ីនត្រជាក់ហូបយើងយប់នេះគឺបានមន់ដុតបងប្អូនគឺយើងទិញមកឲ្យចុងភៅគាត់ជួយធ្វើឲ្យអញ្ចឹងមកដើរលេងតាមខេត្តជិះកុំភ្លេចយកធុំមូសមកតាមបងប្អូនជាពិសេសកន្លែងដើរលេងតាមព្រៃតាមមាត់ប្រែកហ្នឹងមិនចេះអត់ទេមូសព្រោះខែភ្លៀងនេះទៅណាក៏មានមូសដែរសូម្បីនៅផ្ទះយើងប្រចាំថ្ងៃក៏មូសច្រើនដែររាល់ពេលដែលយើងដើរលេងយើងតែងតែចង់អង្គុយញ៉ាំអីឈៀលនិយាយគ្នាបានយូរអញ្ចឹងពេលដែលខ្ញុំចេញទ្រីបចុះខេត្តគឺខ្ញុំតែងតែដាក់ធូបមូសថ្នាំបាញ់មូសជូលីនេះទៅតាមក៏ព្រោះថាធូបមូសជូលីនេះគឺផ្សែងតិចនិងមានអានុភាពលើសគេ4ដងមិនត្រឹមតែកម្ចាត់តែមួយបងប្អូនក៏អាចកម្ចាត់សត្វល្អិតផ្សេងទៀតបានផងដែរហើយនេះគឺជាទស្សនវិជ្ជាពេលព្រឹកព្រលឹមបងប្អូនបរិយាកាសនេះគឺពិតជាស្អាតស្រស់ស្រាយមែនតើហ្មងអាប់លឹងមើលគ្នាអត់ចង់ឃើញបងប្អូនហើយព្រលឹមឡើងបើសិនជាអ្នកនរគ្នាចង់បានបកងធម្មជាតិស្រស់អីឃើញបងពូគាត់ចែវទូកលើកមងលើកលបអីហ្នឹងអាចសុំទិញពីគាត់បានណាគឺបកងដែលគាត់រកបានពីយប់គឺថ្មីហ្មងហើយនេះគឺខ្ញុំឡើងទៅទឹកធ្លាក់វាលស្រល់2បងប្អូនដែលយើងធ្វើដំណើរតាមស្ទឹងពពកហើយខ្ញុំជិះកាត់ស្ទឹងពពកនេះម៉ោង7ជាង7:08បងប្អូនគឺពពកច្រើនមែនតើអញ្ចឹងអ្នកដែលមកគេងនៅស្រែអំបិល camping នៅក្នុងភូមិអីបើចង់ឡើងមកមើលពពកគឺអាចមកឡើងមកមើលបានព្រោះថាពពកបើខ្ញុំសួរគេទៅចន្លោះពីម៉ោង7ដល់ម៉ោង9បងប្អូនចំពោះវីដេអូតាក់ទងនឹងទឹកធ្លាក់វាលស្រល់2អ្នកទាំងអស់គ្នាអាចចូលទៅមើលក្នុងเพจខ្ញុំបានណាខ្ញុំបានផុសនៅក្នុងเพจខ្ញុំរួចហើយយប់ទី2នេះគឺខ្ញុំគេងនៅលើស្ទឹងពពកបងប្អូននៅតាមផ្លូវដែលឡើងស្ទឹងពពកគឺពិតជាស្អាតមែនតើផ្លូវកាច់កោងហើយផ្លូវបេតុងឡើងទៅវារីអគ្គិសនីអញ្ចឹងឡានក៏អាចទៅដល់ដែរថាថ្ងៃដែលខ្ញុំទៅមកចំមេឃថ្ងៃលិចស្អាតមែនតើហ្មងបរិយាកាសគឺពិតជាស្រស់ស្រាយមែនតើបងប្អូនសម្រាប់អ្នកចូលចិត្តដើរលេងបោះតង់អីមកជួបទស្សនវិជ្ជានេះគឺដឹងតែអែហ្មងហើយយើងក៏ស៊ូតជ្រាបចំបោះតង់រួចក៏ធ្វើម្ហូបញ៉ាំអញ្ចឹងដោយសារយើងមកនេះរៀងជ្រេដែរយប់ដែរម្ហូបថ្ងៃនេះរៀងស្រួលបងប្អូនទៅបោះតង់រកតែអីស្រួលឯងគឺយើងមានស្តេកសាច់គោហើយនឹងស្ងោរជ្រូកមាន់ជាមួយនឹងអាំងមាន់ផងដែរជាពិសេសគឺមានតេរ៉េនមួយផ្លែទៀតយើងញ៉ាំអីរួចអង្គុយនិយាយគ្នាលេងហើយក៏យើងចូលដេករៀងខ្លួនអញ្ចឹងចាំបលឹមឡើងយើងរៀងឡើងមើលស្ទឹងពពកហើយនេះគឺជាទស្សនវិជ្ជាពេលព្រឹកបលឹមបងប្អូនខ្ញុំទៅដើរលេងតែបលឹមល្ងឹតឡើងគឺខ្ញុំឡើងហើយដើរគូសតង់គេពេញនឹងមកមើលទេសភាពស្រូបខ្យល់អាកាសបរិសុទ្ធអីអញ្ចឹងថ្ងៃដែលខ្ញុំទៅពពកអត់សូវក្រាស់បងប្អូនគ្រាន់ថាទស្សនវិជ្ជានេះវាស្អាតមួយយ៉ាងអញ្ចឹងដោយសារយើងអាចមើលឃើញដៃប្រែកកាច់កោងហើយមានឃើញ layer ភ្នំអីអញ្ចឹងអង្គុយលេងឈៀលជុំគ្នាហើយថតរូបថតអីរួចយើងក៏ញ៉ាំអាហារពេលព្រឹកមានកាហ្វេមានតេរ៉េនញ៉ាំទៀតណែហើយយើងក៏ស៊ូតរៀបចំអីវ៉ាន់ត្រឡប់មកវិញហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយមិនមែនជា AI មិនមែនជាទស្សនីយភាពក្នុងរឿងចិនបុរាណហើយក៏មិនមែនជាផ្ទាំងគំនូរក្នុងរឿងជីវចលដែរអ្នកទាំងអស់គ្នានេះគឺជាទេសភាពធម្មជាតិរបស់ប្រទេសកម្ពុជាយើងដែលស្អាតប្រៀបបានដូចជាផ្ទាំងគំនូរអញ្ចឹងមានផ្សែងហុយក្របដណ្ដប់តាមលើចុងឈើនិងហុយបក់មកជុំវិញខ្លួនយើងប្រៀបបានដូចជានៅលើឋានសួគ៌អញ្ចឹងរហូតទៅដល់អ្នកខ្លះហ៊ានឲ្យនិយមន័យទេសភាពបែបនេះជាឋានសួគ៌ក្រោមមេឃទៀតផងហើយខ្ញុំក៏ជឿថាអ្នកទាំងអស់គ្នាក៏មានអារម្មណ៍ដូចខ្ញុំដែរគឺចង់ជួបនឹងឃើញទស្សនវិជ្ជាបែបនេះមែនតើហើយកន្លែងនេះមានឈ្មោះថាកំឡូតផ្លាតូលអាងគ្រីដែលស្ថិតនៅជួរភ្នំក្រវាញនៃខេត្តកោះកុងមុននឹងចូលវីដេអូពេញអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច follow page RS Gallery ម្នាក់មួយផងដើម្បីទស្សនាវីដេអូថ្មីៗបន្តទៀត
ដើម្បីទៅដល់សហគមន៍ឆាយរៀបគឺខ្ញុំធ្វើដំណើរតាមខ្សែអំបិលបងប្អូនជិះតាមផ្លូវទៅស្ទឹងពពកចំពោះផ្លូវវិញគឺគ្រូក្រហមបែបនេះហើយនៅតាមដងផ្លូវគឺមានអ្នកភូមិយើងគាត់លក់សាវម៉ាវនិងតរ៉េនច្រើនមែនតើយើងក៏អាចចូលលក់តរ៉េនខ្សែអំបិលផងបានដែរឥឡូវនេះគឺយើងបានមកដល់សហគមន៍ឆាយរៀបហើយយើងក៏រៀបចំញ៉ាំអី breakfast នៅនេះយើងមានកាទៀវញ៉ាំហើយក៏រៀបចំអីវ៉ាន់ឆ្ពោះឡើងទៅលើភ្នំតែម្ដងហើយការធ្វើដំណើរនេះដែរយើងត្រូវជិះគោយន្តចំនួន2ម៉ោងជាងបងប្អូននិងដើរ3ម៉ោងជាងដើម្បីទៅដល់កំពូលភ្នំថ្ងៃដែលខ្ញុំទៅនេះគឺមេឃក្តៅផងភ្លៀងផងហើយនៅតាមផ្លូវគឺសម្បូរផ្កាមែនតើជាពិសេសផ្កាឯគេសនេះហើយនឹងផ្កាចំហួយបន្ទាប់ពីជិះគោយន្តអស់រយៈពេល2ម៉ោងមកគឺយើងមកដល់កន្លែងដែលយើងត្រូវដើរឡើងហើយក៏ញ៉ាំបាយហើយបាយនេះខាងសហគមន៍គាត់ខ្ចប់ជាមួយស្លឹកចេកគឺពិតជាតំណងមែនតើចំណែកឯតាមផ្លូវដែលឡើងទៅវិញគឺមានកន្លែងខ្លះស្រួលមានកន្លែងខ្លះពិបាកព្រោះនៅនេះអត់សូវមានភ្ញៀវទៅលេងបងប្អូនហើយកន្លែងខ្លះទៀតមេឃទៅភ្លៀងអញ្ចឹងបាក់ដើមឈើបាក់អីអញ្ចឹងហើយនៅតាមផ្លូវដែលយើងឡើងទៅទេសភាពគឺពិតជាស្អាតមែនតើព្រៃព្រឹក្សាអមជុំវិញផ្លូវយើងរហូតហ្មងគាត់ថាដល់ការធ្លាក់ភ្លៀងនេះគឺក្នុងព្រៃសម្បូរមូសមែនតើហើយនេះចេះសំណាងដែលខ្ញុំដាក់ spray បាញ់បណ្ដេញមូសជូលីមកតាមខ្លួនដែរគឺចែកគ្នាបាញ់ទាំងអស់គ្នាតែម្ដង spray បណ្ដេញមូសជូលីនេះគឺប្រើបានទាំងមនុស្សចាស់និងមនុស្សក្មេងគឺអត់មានអាឡែស៊ីឬឡើងកទួលក្រហមអីណាមិនត្រឹមតែការពារមូសខាំឯណាគឺការពារសត្វល្អិតផ្សេងតិចទៀតហើយមានក្លិនឈ្ងុយគល់ស្លឹកគ្រៃមែនតើនិងបាញ់ម្ដងមានប្រសិទ្ធភាពរហូតដល់6ម៉ោងឯណោះសម្រាប់អ្នកដែលឡើងឡាអាងគ្រីមកដល់កន្លែងផ្លូវចោតខ្លាំងហើយមានថ្មខ្ពស់នេះគឺមានន័យថាចិត្តដល់កពូលហើយកុំឲ្យចាញ់បោកពាក្យកាយថាតិចទៀតដល់ហើយតិចទៀតដល់ហើយអញ្ចឹងណាអ្នកដើរភ្នំគឺដឹងតែស្គាល់ហ្មងអារម្មណ៍នៃពាក្យហ្នឹងក្រោយពីដើរជាង3ម៉ោងបងប្អូនឥឡូវគឺយើងមកដល់ហើយសំខាន់មកចំពេលអាមេឃអាលឹមតិចយកនិយាយពីថាពពកអាប់មកស្វាគមន៍យើងហ្មងខ្ញុំពិតជាសំណាងលើសំណាងមែនតើថ្ងៃនេះអូពពកឡើងអាប់ឡើងហោះនោះអូមិនបើសិនយើងលេតែទីទៀតនៅក្នុងមានអាប់ផ្លូវយើងឡើងមកចាអូដោយសារយើងមកដល់លើចំពេលមេឃរលឹមអញ្ចឹងរឿងដែលសំខាន់គឺយើងត្រូវរកកន្លែងបោះតង់សិនដើម្បីដាក់អីវ៉ាន់អញ្ចឹងកុំឲ្យសើបន្ទាប់ពីមេឃដាច់រលឹមបងប្អូនពពកអីវាមកខ្មួខ្មាញ់ឡើងមកលើពិតជាស្អាតមែនតើនៅនេះទេសភាពនេះគឺខ្ញុំឲ្យ10លើ10តែម្ដងដែលខ្ញុំមិនដែលឃើញពីមុនមកបងប្អូនមើលនិយាយពីថាស្អាតដូចក្នុងរឿងចិនបុរាណហ្នឹងបងប្អូនសម្រាប់ខ្ញុំនៅក្នុងទស្សនវិជ្ជានេះផ្ទាល់ខ្ញុំអត់ដឹងបរិយាយថាមិនឲ្យត្រូវជាមួយនឹងអារម្មណ៍យើងដែលជួបជាមួយនឹងអាទេសភាពបែបហ្នឹងមើលពពកតិចលើដើមឈើមើលទៅវាប្រៀបបានដូចជាឋានសួគ៌ចឹងបងប្អូនដូចនៅឋានសួគ៌មើលនេះអូអាប់មកវាមានលេយើដើមឈើមិនក៏ចាប់ដើមល្ងិតយើងក៏ចាប់ដើមធ្វើម្ហូបដាំបាយញ៉ាំបាយជុំគ្នាអញ្ចឹងហើយបរិយាកាសពេលយប់នោះនេះគឺពិតជាអែមមែនតើបងប្អូនអ្នកនឹងអង្គុយជុំគ្នានិយាយរឿងក្នុងចិត្តអីអញ្ចឹងតែកុំភ្លេចដាក់ធូបមូសអីទៅបងប្អូនដើរព្រៃអីព្រោះមូសច្រើនណាខែនេះហើយខ្ញុំក៏បានយកធូបមូសជូលីនេះមកដែរគឺយើងដុតដាក់មកជុំវិញតែម្ដងធូបមូសជូលីនេះគឺមានអានុភាពលើសគេ4ដងដែលអាចកម្ចាត់មូសនិងសត្វល្អិតផ្សេងផងដែរដើម្បីឲ្យការជួបជុំរបស់យើងគឺកាន់តែសុបាយអញ្ចឹងនិយាយគ្នាបានយូរដល់យប់ជ្រៅអញ្ចឹងហើយនេះគឺជាបរិយាកាសពេលព្រឹកព្រលឹមបងប្អូនគឺបើកភ្នែកមកមានពពកមានអាប់អីហោះអីនៅមុខយើងអញ្ចឹងព្រឹកព្រលឹមមានបរិយាកាសបែបនេះអីគឺពិតជាស្រស់ស្រាយមែនតើព្រលឹមឡើងយើងអត់មានអីទេក្រៅពីឆុងកាហ្វេអង្គុយនិយាយគ្នាលេងញ៉ាំមីញ៉ាំអីគយគុណទេសភាពអីអញ្ចឹងបរិយាកាសបែបនេះបងប្អូនមកជីវិតមានប៉ុន្មានដងណែបើទោះបីជាយើងមានពេលច្រើនមកលេងកន្លែងនេះក៏មិនប្រកាសថាជួបបរិយាកាសបែបនេះដែរអង្គុយស្រូបដកដង្ហើមខ្យល់អាកាសបរិសុទ្ធដេកស្ដាប់សលេងធម្មជាតិ relax សាហាវហ្មងបងប្អូនសម្រាប់លេខតំណតំណងសហគមន៍អីចាំខ្ញុំដាក់នៅខាងក្រោម comment បងប្អូនហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយដែរជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយដល់ទៅចាំហើយគាត់អត់លះហ្នឹងគាត់អត់លះមួលេចមិនទីមរកណាលេចវីដេអូមួយនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដើរលេងកាត់ព្រៃជិះម៉ូតូសងព្រេងកាត់ផុកកាត់ស្ពានទូចកាត់ដងអូដើម្បីទៅលេងទឹកធ្លាក់វែលស្រល់2ដែលស្ថិតនៅលើភ្នំតបជាងហើយទស្សនវិជ្ជានៅទីនេះគឺពិតជាប្លែកភ្នែកប្លែកអារម្មណ៍មែនតើដែលមានដើមស្រល់ងាប់ជាច្រើននិងមានទឹកធ្លាក់តូចមួយខ្ជូតមែនតើនាចុងរដូវប្រាំងនេះហើយសម្បូរត្រីមែនតើនៅនេះតោះឥឡូវយើងទៅទស្សនាវីដេអូពេញទាំងអស់គ្នាមុននឹងចូលវីដេអូពេញអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច follow page RS Gallery ម្នាក់មួយផងដើម្បីទស្សនាវីដេអូថ្មីបន្តទៀតក្នុងប្រទេសកម្ពុជាយើងភ្នំតបជាងនេះដែរគឺយើងធ្វើដំណើរចេញពីស្ទឹងពពកទៅហើយផ្លូវគឺមានលក្ខណៈបែបនេះផ្លូវគឺពិតជាពិបាកមែនតើហើយកាច់កោងច្រើនខ្ញុំអត់ detail ចំពោះផ្លូវទេបើសិនទៅខាងសហគមន៍ខ្ញុំនឹងដាក់លេខទូរស័ព្ទគ្រាន់តែឆ្លងផុតព្រៃចូលវេលស្រល់មួយម៉ូតូគ្នាខ្ញុំគឺធ្វើទុកម្នាក់បាត់ហើយនៅតាមដងផ្លូវដែលយើងទៅសម្រាប់អ្នកចូលចិត្តជិះម៉ូតូ off road អីគឺសុបាយដៃលេងមែនតើដូចខ្ញុំអីមកគឺពេញចិត្តស្ដោកហ្មងនិយាយពីថាសន្តានភាពផ្លូវគឺសុបាយជិះបរយផ្លូវនេះខ្ញុំអត់ recommend សម្រាប់អ្នកជិះម៉ូតូអូតូណាប៉ុន្តែនៅតែអាចទៅបានចឹងគ្រាន់តែរៀងពិបាកខ្លួនបន្តិចស្ថានភាពផ្លូវដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូចឹងហើយមិនមែនចិត្តទេបងប្អូនជិះយូរដែរអានេះខ្ញុំថតត្រួសកាត់ដាក់ដងអូដែររៀងពិបាកដូចជាមានតែ2ឬក៏3កន្លែងបងប្អូនប៉ុន្តែមានផ្លូវ
មួយចំនួនទៀតគឺរៀងផុងជាប់ពួកអញ្ចឹងយើងជិះយើងមើលដែរដោយអូកន្លែងនេះគឺមានជម្រៅជ្រៅមែនតើនឹងដីបែកម៉ាំអញ្ចឹងពិបាកជិះតិចហើយកន្លែងនេះគឺខ្ញុំដួលបាសជើងមួយសូនទេដោយសារដីវារៀងស្អិតហើយយើងអស់អីឡង់ដាក់ជើងដល់ដីក៏ដួលភីហ្មងបែកស្តុបអស់មួយក្រោយពីជិះអបរ៉ូតផ្លូវពិបាកនេះប្រហែលជា40ទៅ50នាទីបងប្អូនគឺយើងបានមកដល់គោលដៅកន្លែងយើងគឺទឹកធ្លាក់វាលស្រល់ដំណាក់2ខ្ញុំគ្រាន់តែមកដល់ភ្លាមគឺរត់ទៅរត់ទឹកតែម្ដងដោយសារពេលថ្ងៃខ្ញុំទៅហ្នឹងគឺមេឃពិតជាក្តៅមែនតែម្ដងហើយបានងូតទឹកជាក់ទៀតfresh ហ្មងហើយនេះគឺជាស្ថានភាពទឹកនៃចុងរដូវប្រាំងនេះគឺមិនទាន់មានច្រើនបងប្អូនបើដល់ខែ7ហើយហ្នឹងទឹកច្រើនណាមានផ្កាស្មៅដុះមកជាស្លែទៀតអូសម្បូរដើមឈើនេះអូឥឡូវងូតត្រេនកោះហើយឥឡូវមកដល់ទឹកភ្នំម្ដងហើយភ្នំតបជាងហើយនៅនេះនៅតាមទឹកអាចឡងអូគឺសម្បូរត្រីមែនតែនជាពិសេសត្រីគេដូចត្រីចវាត្រីកត្រប់ហើយនិងត្រីកភ្លៀងហើយកូនត្រីតូចគឺសម្បូរហ្មងហើយនៅនេះក៏អាចរកត្រីបានដែរបងប្អូនថ្ងៃដែលខ្ញុំទៅគឺឃើញបងគាត់បាញ់បានត្រីមួយចំនួនដែរលក្ខណៈដែលស្រស់ស្អាតនិងប្លែកភ្នែកនៅនេះបងប្អូនគឺជុំវិញហ្នឹងគឺមើលទៅគឺអមទៅដល់ព្រៃស្រល់ដែលងាប់ហ្មងស្នាមលិចទឹកហើយនឹងមានដៃចរលងខ្វាត់ខ្វែងគឺមើលទៅតាក់ទាញភ្នែកមែនតែថ្ងៃដែលខ្ញុំទៅក៏មានក្រុមបងមួយក្រុមទៀតគឺគាត់បោះតង់នៅចិត្តហ្នឹងគឺរៀបតង់រៀបអីតាមអាចរលងតាមប្រឡោះដើមស្រល់ហ្នឹងគឺពិតជាស្អាតមែនតែនហ្នឹងបើយើងបានថតពីព្រលឹមឡើងមានអាប់ទៀតគឺអែមហ្មងហើយយើងលេងទឹកលេងរួចយើងក៏ញ៉ាំបាយថ្ងៃត្រង់ដោយសារបាយនេះយើងក៏មកសហគមន៍ឲ្យគាត់យកមកឲ្យដោយសារខ្ញុំមកនេះគឺមកលេងវិលល្ងាចទេញ៉ាំបាយញ៉ាំអីរួចយើងក៏ត្រឡប់ចុះទៅក្រោមវិញអញ្ចឹងហើយអាផ្លូវពេលបកទៅវិញហ្គាយនាំលេងផ្លូវថ្មីហើយផ្លូវនេះគឺមើលទៅគឺព្រឺរោហ្មងបងប្អូនមុខត្រូវតែបើមុខត្រូវគាត់លះមួអាណាកាន់ដៃមកជាងចឹងមួវិញឈប់បាយទុកបាក់អីបាយទុកតែមានមកមកគេឈប់ហ្នឹងលក្ខណៈថាផ្លូវមានតែមួយឈើសម្រាប់កង់ម៉ូតូហើយខ្ញុំនេះស្រាវមែនតើជិះតម្រាំតែផតហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ